Ok,សួស្តីអរគ្នាឥឡូវនេះខ្ញុំមកប្រាប់ពីរបៀបបញ្ចូល font ខ្មែរទៅក្នុង CapCut នៅលើទូរស័ព្ទណាតែដោយសារខ្ញុំមានតែ iPhone អញ្ចឹងខ្ញុំនឹងធ្វើលើ iPhone នេះមើលតែម្ដងអញ្ចឹងដំបូងយើងចូលទៅក្នុង chat Telegram មកដែលខ្ញុំបានផ្ញើចូលទៅក្នុង chat នេះហើយអញ្ចឹងយើងចុចទៅលើ font ណាមួយនេះទាំងអស់នេះគឺជា font ណាជា font ដែលខ្ញុំបានផ្ញើចូលហើយខ្ញុំមាន font ផ្សេងច្រើនទៀតចាំខ្ញុំនឹងផ្ញើឲ្យតាមក្រោយទៀតណាអូខេអញ្ចឹងខ្ញុំធ្វើការ select font ទាំង8នេះសិនមកបន្តមកទៀតខ្ញុំចុចអាកដាលនេះខ្ញុំចុចអាកដាលនឹងហើយខ្ញុំ save ចូលទៅក្នុង my file នេះ save to files អញ្ចឹងខ្ញុំចុចលើនឹងមួយមកអូខេបន្តមកទៀតខ្ញុំអាចធ្វើការបង្កើត folder មួយសិនខ្ញុំដាក់ new folder មួយមកខ្ញុំដាក់ថាខ្មែរ font ខ្ញុំបង្កើត folder នេះដើម្បីកុំឲ្យវានៅ replay ហើយយើងដាក់ក្នុងនេះដាក់តែមួយកន្លែងអូខេអញ្ចឹងយើងមើលនៅខាងលើនេះ category របស់យើងនេះអញ្ចឹងយើងចូលទៅក្នុង font ខ្មែរយើងចូលកន្លែងហ្នឹងហើយបន្តមកទៀតចុចពាក្យថា save មកអូខេអញ្ចឹង font អស់ហ្នឹងចូលទៅក្នុង file ហើយអញ្ចឹងយើងចូលទៅ check ទៅមើល file របស់គ្នាណាអញ្ចឹងខ្ញុំរកពាក្យ file សិន file នៅណាទេចាំតិចអូខេនេះ file អញ្ចឹងខ្ញុំចូលមកចូលទៅក្នុង folder មួយមិញ folder មួយឈ្មោះថា file អូខេ share admin សំទោសនេះខ្ញុំចុចលើ category មកយើងចូល my on my iPhone នេះបន្ទាប់មកមិញខ្ញុំដាក់ឈ្មោះថា font ខ្មែរខ្ញុំអូសទៅក្រោមមកអត់ឃើញទេមានទេសំទោសនេះខ្ញុំភ្លេចមើលនេះគេដាក់ថា font កន្ទុំរុយនេះអញ្ចឹងនៅក្នុងនេះអត់ឃើញទេអញ្ចឹងវានៅខាងក្រៅដដែលនេះសំទោសនេះ iPhone នេះនៅក្នុង download នេះអូខេនៅក្នុង download មិញណានៅក្នុង download ហើយ font ខ្មែរនេះអញ្ចឹងនេះ font ខ្មែរអូខេបន្តមកទៀតយើងចូលទៅ CapCut របស់យើងអញ្ចឹងយើងចូលទៅក្នុង CapCut មកអញ្ចឹងឧទាហរណ៍អានេះខ្ញុំគ្រាន់តែដាក់ជាឧទាហរណ៍ណាអញ្ចឹងដើម្បី add text បានយើងចុចទៅលើពាក្យថាអក្សរ T នេះមកអញ្ចឹងវាដាក់ពាក្យថា add text នេះយើងដាក់ add text ហើយ A សញ្ញាបូកនេះណាយើងចុចលើនឹងមួយមកនេះអញ្ចឹងវាមានកន្លែង font យើងចូលកន្លែង font សិនមកយើងចូលកន្លែង font ហើយយើងអូសមកស្ដាំមកយកពាក្យថា my font ហើយយើងចូល add បន្តមកទៀតយើងចូល my font នេះយើងចូលកន្លែង my font មកអញ្ចឹងមិញវានៅក្នុង download នៅក្នុង folder download ណាអញ្ចឹងយើងចូល back ចូលកន្លែងនេះមកយើងចូលក្នុង download អូខេយើងអូសមកខ្មែរ font នេះអញ្ចឹងយើងធ្វើការ select វាមកនេះយើងឃើញវងមូលហ្នឹងហើយយើងចុចវាមក select វាមកយើង add វាអូខេបន្តមកទៀតយើងចុចពាក្យថា open អូខេអញ្ចឹងចូលនេះកន្ទុំរុយហ្នឹងទាំងអស់ហ្នឹងគឺសិតតែជា font ខ្មែរណាអញ្ចឹងខ្ញុំ add កន្ទុំរុយនេះមួយមកខ្ញុំ add ហើយខ្ញុំ scale វា scale តិចទៅធំមកខ្ញុំដាក់ថាសាឡា sorry ត្រជាតិ elegant អូខេហើយប៉ុណ្ណឹងមកយើង scale វាឲ្យវិញមកឲ្យត្រូវតាមនេះយើងឃើញហើយនេះតិចរបស់យើងអញ្ចឹងយើងអូសវាខិតមកក្នុងតិចក៏បានដែរអញ្ចឹងដល់ពេលយើង play មកប៉ុន្តែវាអត់មាន animation អញ្ចឹងយើងចង់ដាក់ animation លើតិចយើងក៏បានដែរអញ្ចឹងយើង select ទៅលើតិចរបស់យើងមកយើងយកពាក្យថា animation នេះអូខេអញ្ចឹងយើងមើលអញ្ចឹងអារូបសញ្ញាត្បូងពេជ្រដូចខ្ញុំធ្លាប់ប្រាប់ទឹកមិញអញ្ចឹងអាហ្នឹងវាគិតលុយអញ្ចឹងយើងយក free មកអូខេហើយយើងចុចអូខេអាហ្នឹងនេះតើមិន play អញ្ចឹងរបៀប add font មានតែប៉ុណ្្នឹងឯងបើមានអីឆ្ងល់ចាំឆាតសួរនៅក្នុង group ទៀតណាអរគុណ